ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនក្តៅទៀតហើយណាឥឡូវនេះប្រទេសថៃកំពុងតែភ័យខ្លាចមកកាន់កម្ពុជាហើយកំពុងតែព្រួយបារម្ភមកកាន់កម្ពុជាថាកម្ពុជានេះអាចនឹងទិញសម្ភារវុធទំនើបពីសហរដ្ឋអាមេរិកយកមកបាញ់ក្បាលពួកអាចោរសៀមនឹងពិតប្រាកដមែនបងប្អូនឥឡូវនេះគឺបង្ហាញផុសតាងយ៉ាងច្បាស់លាស់តែម្ដងអំពីយោធារបស់ថៃនេះដែលគេបាននិយាយថាខ្លួនមានការព្រួយបារម្ភថាកម្ពុជានេះនឹងទិញសម្ភារវុធពីសហរដ្ឋអាមេរិកក៏ដូចជាបានដាក់ការពមៀនមកលើកម្ពុជាយើងផងដែរបងប្អូនដោយបងប្អូនបានដឹងហើយកាលពីម្សិលមិញនេះខ្ញុំបាទក៏បាននិយាយសាច់រឿងនឹងម្ដងហើយខ្ញុំក៏បានលើកឧទាហរណ៍បញ្ជាក់ប្រាប់បងប្អូនម្ដងដែរមែនទេអញ្ចឹងមានបងប្អូនខ្លះគាត់ជឿបងប្អូនខ្លះក៏គាត់មិនជឿប៉ុន្តែឥឡូវនេះបងប្អូនផុសតាងមានហើយគឺបង្ហោះចេញពីយោធារបស់ថៃតែម្ដងអញ្ចឹងតិចទៀតខ្ញុំបាទនឹងអានសំណេរដែរយោធារបស់ថៃនេះបានបង្ហោះអញ្ចឹងមុននឹងចូលទៅដល់ព័ត៌មានលម្អិតបងប្អូនកុំភ្លេចចុច like subscribe ជាពិសេស comment ម្នាក់មួយផងបាទតោះឥឡូវនេះយើងចូលទៅដល់ព័ត៌មានលម្អិតទាំងអស់គ្នាដោយដើមវីដេអូរបស់យើងមកខ្ញុំបាទសូមរំលឹកការពីវីដេអូមុននោះបន្តិចក៏ដោយសារតែវាជាសាច់រឿងតែមួយនោះទេដោយការពីវីដេអូមុនខ្ញុំបាទបាននិយាយថាប្រទេសថៃនេះកំពុងតែមានការភ័យខ្លាចកំពុងតែមានការព្រួយបារម្ភអំពីប្រទេសកម្ពុជាយើងខ្លាំងមែនទែនដោយសារតែវាភ័យខ្លាចថាប្រទេសកម្ពុជានឹងទិញសម្ភារវុធទំនើបពីសហរដ្ឋអាមេរិកយកមកបាញ់ក្បាលពួកអាចោរសៀមក៏ដោយសារតែប្រធានាធិបតីដូណាល់ត្រាំគឺគាត់បានបើកភ្លើងខៀវមកឲ្យប្រទេសកម្ពុជាដើម្បីទិញសម្ភារវុធប្រើប្រាស់ហើយក្នុងកំឡុងពេលថ្មីនេះនៅថ្ងៃទី15ខែកុម្ភៈយើងនេះគឺនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាបានជិះយន្តហោះទៅប្រជុំក្រុមប្រឹក្សាសន្តិភាពដែលបានដឹកនាំដោយប្រធានាធិបតីដូណាល់ត្រាំនៅប្រទេសសហរដ្ឋអាមេរិកដោយកិច្ចប្រជុំសន្តិភាពនេះគឺប្រារព្ធធ្វើឡើងនៅថ្ងៃទី19ខែកុម្ភៈយើងនេះឯងបងប្អូនប៉ុន្តែបងប្អូនក្នុងកំឡុងពេលដែលខ្ញុំធ្វើវីដេអូប្រាប់បងប្អូនថាប្រទេសថៃកំពុងតែមានភាពភ័យខ្លាចមកលើប្រទេសកម្ពុជាខ្លាចកម្ពុជាទិញសម្ភារវុធហ្នឹងក៏មានបងប្អូនជាច្រើនខ្លាំងមែនទែនដែលគាត់មិនយល់ស្របថាមិនមែនទេប្រទេសថៃគឺមិនខ្លាចប្រទេសកម្ពុជានោះទេវាកំពុងតែទន្ទ្រានហើយការទន្ទ្រានចូលទឹកដីខ្មែរនេះមិនមែនជាការភ័យខ្លាចហើយក៏មិនមែនជាការគំរាមកំហែងមកកាន់កម្ពុជានោះទេប៉ុន្តែជាការចង់បានដីខ្មែរយើងតែម្ដងគឺមានបងប្អូនខមមិនបែបហ្នឹងណាប៉ុន្តែឥឡូវនេះបងប្អូនខ្ញុំមានផុសតាងមកបញ្ជាក់ប្រាប់បងប្អូនហើយថាការលើកឧទាហរណ៍មកចំណុចពីរចំណុចវីដេអូខាងដើមរបស់ខ្ញុំបានរៀបរាប់ពិតជាត្រឹមត្រូវពិតមែនថាប្រទេសថៃនេះវាកំពុងតែភ័យខ្លាចកម្ពុជាវាជំរុញតបវាអ្នកទន្ទ្រានដីខ្មែរដើម្បីគំរាមកម្ពុជាពិតមែនបងប្អូនដឹងមិនអត់នេះនៅថ្ងៃទី17ខែកុម្ភៈឆ្នាំ2026យោធារបស់ប្រទេសថៃបានបង្ហោះសំណេរគំរាមមកកាន់កម្ពុជាបងប្អូនឥឡូវខ្ញុំសូមអានសំណេររបស់គេបន្តិចណាបងប្អូនមន្ត្រីក្រសួងការបរទេសប្រទេសថៃដែលមានឈ្មោះថាលោកស៊ីហាសាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីវិមានរដ្ឋាភិបាលថៃនៅថ្ងៃអង្គារទី17ខែកុម្ភៈឆ្នាំ2026នេះយើងថាប្រទេសថៃកំពុងតាមដានយ៉ាងដិតដល់អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិកបន្ថែមពីនេះទៅទៀតបងប្អូនលោកស៊ីហាសាក់ហ្នឹងបានបន្ថែមថាចេះបើសិនជាភាគីកម្ពុជាលើកឡើងអំពីរឿងអ្វីដែលមិនត្រឹមត្រូវការពិតក្នុងវេទិកាអន្តរជាតិនោះប្រទេសថៃនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីតបតជាមួយកម្ពុជាបងប្អូនអាត្រង់ចំណុចសំណេរ2 3ជួរដែលខ្ញុំបានអាននៅខាងដើមមិញហ្នឹងបងប្អូនអានទៅធម្មតាប៉ុន្តែមិនធម្មតានោះទេត្រង់ចំណុចចុងក្រោយដែលខ្ញុំបាន
បានអាននៅខាងដើមមិញនេះបងប្អូនជាចំណុចមួយដែលបញ្ជាក់គ្រប់យ៉ាងតែម្ដងថាប្រទេសថៃវាកំពុងតែភ័យខ្លាចមកកាន់កម្ពុជាយើងនឹងពិតមែនបងប្អូនគឺវាបានដាក់ការគំរាមមកកាន់កម្ពុជាមិនឲ្យកម្ពុជាយើងនេះនិយាយអ្វីផ្ដេសផ្ដាសនៅលើឆាកអន្តរជាតិនោះទេមិនឲ្យនិយាយអ្វីផ្ដេសផ្ដាសក្នុងកិច្ចប្រជុំសន្តិភាពដែលដឹកនាំដោយប្រធានាធិបតីដូណាល់ត្រាំនោះទេបងប្អូនគឺវាដាក់ការពមៀនមកលើកម្ពុជាអញ្ចឹងអាត្រង់ចំណុចដាក់ការពមៀននឹងហើយបងប្អូនគឺបានបង្ហាញយ៉ាងច្បាស់តែម្ដងថាវានេះកំពុងតែភ័យខ្លាចមកកាន់កម្ពុជាត្រង់ចំណុចនឹងឯងបងប្អូនគឺវាកំពុងតែភ័យខ្លាចហើយឥឡូវនេះគឺវាបានប្រើពាក្យសម្ដីមួយទៀតថាណាវាត្រៀមខ្លួនជាស្រេចដើម្បីតបតទៅកាន់កម្ពុជាវិញបងប្អូនឥឡូវនេះយើងចូលមកដល់ស្ថានភាពតាមបណ្ដាព្រំដែនវិញបងប្អូនតាមបណ្ដាព្រំដែនឥឡូវនេះកំពុងតែក្តៅកគុកដាក់គ្នាខ្លាំងមែនតើឥឡូវនេះគឺមិនស្រួលនោះទេតាមបណ្ដាព្រំដែនគឺខាងថៃនោះបានបញ្ជូនកងទ័ពបានបញ្ជូនរថក្រោះបានបញ្ជូនអាវុធធុនធ្ងន់ជាច្រើនមកបន្ថែមទៀតហើយមិនត្រឹមតែប៉ុណ្្នេះទេបងប្អូនសម្ភារវុធធុនធ្ងន់ជាច្រើនដែលវាបានបញ្ជូនចូលមកហ្នឹងគឺវាថិតនៅក្បែរកងទ័ពត្រង់សេកងទ័ពយើងខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្្នេះទេបងប្អូនឥឡូវនេះវាចាប់ផ្ដើមពង្រឹងលេនដ្ឋានត្រង់សេរបស់វាច្រើនខ្លាំងណាស់ពងដាក់បន្ថែមទៀតហើយនៅលើទឹកដីរបស់កម្ពុជាគឺវាពង្រឹងអញ្ចឹងអាត្រង់ចំណុចមួយហ្នឹងគឺវាបានបង្ហាញយ៉ាងច្បាស់ថាបើសិនជាយោធាអធិស្ស្រ័យបើសិនជានាយករដ្ឋមន្ត្រីរបស់កម្ពុជានេះហ៊ានតែនិយាយអីផ្ដេសផ្ដាសដែលមិនត្រូវចិត្តវាច្បាស់ណាស់វានឹងធ្វើសង្គ្រាមលើកទី3ជាមួយកម្ពុជាជាក់ជាមិនខានបងប្អូនអញ្ចឹងយើងមានតែចាំមើលថាតើនាយករដ្ឋមន្ត្រីរបស់យើងនេះបាននិយាយអីខ្លះក្នុងកិច្ចប្រជុំសន្តិភាពដែលបានធ្វើឡើងនៅប្រទេសសហរដ្ឋអាមេរិកនៅថ្ងៃទី19ខែយើងនេះបងប្អូនហើយមួយទៀតបងប្អូនមានបងប្អូនយើងជាច្រើនខ្លាំងមែនទែនតែងតែសួរខ្ញុំម្ដងហើយម្ដងទៀតតាមពិតខ្ញុំបាត់ឆ្លើយតបទៅបងប្អូនម្ដងហើយប៉ុន្តែនៅតែមានបងប្អូនឆ្ងល់ហើយនៅតែសួរសំណួរសួរថាតើកម្ពុជានេះមានលុយទិញសម្ភារវុធអត់តែងទៅសួរបែបហ្នឹងចម្លើយខ្ញុំហ៊ាននិយាយថាកម្ពុជាមានលុយទិញសម្ភារវុធពិតប្រាកដមែនបងប្អូនអញ្ចឹងដែលបងប្អូនបានឃើញហើយកាលពីប្រហែលដូចជាមួយខែមុនបងប្អូនកម្ពុជាបានទិញយន្តហោះដឹកអ្នកដំណើរចំនួន20គ្រឿងក្នុងពេលតែមួយតែម្ដងហើយបងប្អូនគិតមើលទៅថាតើយន្តហោះនេះយន្តហោះចម្បាំងនេះថាតើកម្ពុជាមានលទ្ធភាពទិញអត់កម្ពុជាមានលទ្ធភាពទិញបងប្អូនមិនអត់ទេប៉ុន្តែយោធារបស់កម្ពុជាគេលាក់យោធារបស់កម្ពុជាគេមិនបង្ហាញទេបងប្អូនត្រូវចាំថងចំណុចមួយហ្នឹងបើសិនជាកម្ពុជាទិញកម្ពុជាក៏មិនអោយប្រជាជនយើងដឹងដែរបើសិនជាកម្ពុជាមិនទិញក៏កម្ពុជាមិនអោយប្រជាជនយើងដឹងនោះដែរមូលហេតុនោះក៏ដោយសារតែការណាផ្សព្វផ្សាយដំណឹងនេះមកឲ្យប្រជាជនដឹងប្រទេសអាចិតខាងក៏វាដឹងនោះដែរបងប្អូនប្រទេសអាចិតខាងក៏វាដឹងដំណឹងនេះដែរទៀតបងប្អូនមានបងប្អូនយើងតែងតែសួរខ្ញុំច្រើនខ្លាំងមែនទែនអំពីសំណួរមួយហ្នឹងហើយខ្ញុំក៏ឆ្លើយតបម្ដងហើយប៉ុន្តែឥឡូវនេះខ្ញុំសូមឆ្លើយតបម្ដងទៀតទៅគេតែងតែសួរថាតើកម្ពុជានេះទឹកដីកម្ពុជានេះអាចបានមកវិញដែរឬទេហើយទឹកដីកម្ពុជានឹងទទួលបានសន្តិភាពដែរឬអត់ថាតើសំណងអ្នកដែលថៃបានបំផ្លាញថាតើកម្ពុជានឹងទទួលបានសំណងពីសៀមវិញអត់តែងតែសួរសំណួរនឹងច្រើនខ្លាំងមែនទែនបងប្អូនរឿងសំណងដែលខាងសៀមដែលត្រូវបង់មកឲ្យកម្ពុជាបើសិនជាតាមច្បាប់សង្គ្រាមគឺខាងសៀមត្រូវតែសងមកកាន់កម្ពុជាយើង100% តែម្ដងហើយសំណួរមួយទៀតតែងតែសួរថាតើកម្ពុជាទទួលបានសុខសន្តិភាពដែរឬអត់ឬមួយក៏ទទួលបានដីដែរឬអត់ចម្លើយនោះគឺកម្ពុជានឹងទទួលបានដីមកវិញ100% តែម្ដងខ្ញុំបាទសូមលើកឧទាហរណ៍កាលពីឆ្នាំ2013បងប្អូនមើលទៅគឺខាងថៃនោះក៏គេបានឈរជើងក្នុងទឹកដីកម្ពុជាយើងដែរនៅតំបន់ប្រាសាទព្រះវិហារគឺវាឈរជើងជិត3ឆ្នាំបងប្អូនប៉ុន្តែលទ្ធផលចុងក្រោយបងប្អូនមើលទៅ
ទៅសូមបីតែថ្មសូមបីតែដុំអិតរបស់ប្រាសាទព្រះវិហារមកដុំក៏វាអត់បានយកទៅបានដែរបងប្អូនហើយចំនួនហ្នឹងបងប្អូនគឺកម្ពុជានេះធ្វើការដោះស្រាយតាមរយៈការទូតតាមរយៈសន្តិវិធីតាមរយៈអង្គការសហប្រជាជាតិគឺមិនមែនដោះស្រាយតាមរយៈការធ្វើសង្គ្រាមនោះទេហើយយើងក៏លេចមកបច្ចុប្បន្នយើងវិញបច្ចុប្បន្នយើងនេះកម្ពុជារបស់យើងក៏កំពុងតែដើរតាមផ្លូវនឹងដូចគ្នាកម្ពុជាយើងកំពុងតែដោះស្រាយតាមរយៈការទូតកម្ពុជាយើងកំពុងតែដោះស្រាយតាមរយៈអន្តរជាតិកម្ពុជាយើងកំពុងតែរត់រកប្រទេសដែលមានអំណាចជួយឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាពបាទសូមបញ្ជាក់ប្រាប់បងប្អូនថាប្រទេសមានច្បាប់ពិភពលោកក៏គេមានច្បាប់ដែរបងប្អូនចំណុចហ្នឹងប្រទេសមានច្បាប់ពិភពលោកក៏គេមានច្បាប់គ្រប់គ្រងដូចគ្នាអញ្ចឹងបើសិនជាប្រទេសមួយហ្នឹងចង់កិច្ចផុតអំពីច្បាប់តតែណែឯងគឺជាប្រទេសមហាអំណាចមានសម្ពាវុធល្អមានគ្រាប់នុយក្លេអ៊ែរអាហ្នឹងណែឯងអាចកិច្ចផុតរួចហើយដូចជាប្រទេសរុស្ស៊ីអញ្ចឹងណាគឺពិភពលោកកំពុងតែដាក់សម្ពាធកំពុងតែបិទពាណិជ្ជកម្មគ្រប់ទិសទីទៅកាន់ប្រទេសរុស្ស៊ីប៉ុន្តែប្រទេសរុស្ស៊ីនៅតែរស់បានធម្មតាដោយសារតែប្រទេសរុស្ស៊ីជាប្រទេសមហាអំណាចមានគ្រាប់នុយក្លេអ៊ែរអីចឹងទៅ1 2ចឹងទៅបងប្អូនអញ្ចឹងហ្នឹងហើយបងប្អូនខ្ញុំបាទសង្ឃឹមថាបងប្អូននឹងមិនមានចម្ងល់សួរខ្ញុំនៅសំណួរនេះទៀតទេហើយការឆ្លើយរបស់ខ្ញុំនេះគឺមានដែនកម្រិតមានកំណត់ចំណេះដឹងមានកម្រិតអញ្ចឹងហើយការឆ្លើយក៏មានកម្រិតដូចគ្នាសង្ឃឹមថាបងប្អូននឹងយោគយល់អញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នេះទេជាចុងក្រោយខ្ញុំបាទខន្តីអធិស្ឋានរាល់ពាក្យសម្ដីដែលខ្ញុំបាទបាននិយាយទៅក្រែងលោមានការលើលួសខ្វះខាតត្រង់ចំណុចណាសូមបងប្អូនខន្តីអធិស្ឋានពីសំណាក់ខ្ញុំបាទ Story BK សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ